Sustainable clear welcome back to my vlog នេះគឺជាវីដេអូដែលខ្ញុំទៅឆេងមេនៅស្រុកណាអ្នកទាំងអស់គ្នាហើយខ្ញុំធ្វើដំណើរចេញពីភ្នំពេញទៅតាំងពីយប់ទៅហ្មងហើយក្រោយខ្ញុំទៅដល់ផ្ទះភ្លាមគឺមានអ្នកក្មេងៗនេះមករោមព័ទ្ធនឹងពេញនឹងហ្មងទៅដល់ហ្នឹងរៀងយប់ជ្រែដែរហ្នឹងហើយពួកខ្ញុំក៏បានញ៉ាំបាយញ៉ាំអីចឹងទៅអ្នកទាំងអស់គ្នានៅមើលក្មួយខ្ញុំឡើងខ្ជូតបាយហើយក៏យើងលាងចានលាងអីចឹងទៅយើងចូលគេងធម្មតាយើងចាំស្អែកតទៀតចូលដល់ផឹកឡើងហ្នឹងគឺយើងអត់សូវមានអីធ្វើទេដោយសារយើងរៀបចំពីល្ងាចមកស្រាប់ហើយយើងគ្រាន់លេងបន្លែអីទៅហើយមកមើលបងអូនខ្ញុំអើយគេងលក់ស្កប់មើលហើយជួបខ្វាយបានមកដល់ហើយអញ្ចឹងយើងក៏នាំគ្នារៀបចំអីដាក់សែនទៅហើយនេះខាងក្រោយផ្ទះខ្ញុំអ្នកនរគ្នាដោយសារផ្ទះខ្ញុំកាលមុនធ្វើអញ្ចឹងទៅខាងក្រោយអីហ្នឹងក៏អត់ទាន់រៀបចំស្អាតដែរហ្នឹងហើយនឹងជាចាក់ដីអញ្ចឹងបងអូនហើយមកមើល outfit ខ្ញុំវិញខ្ញុំឆ្លាញ់អាវហ្នឹងមិនខ្ញុំពាក់អាវហ្នឹងរាល់អាទិត្យនេះហើយនេះខាងមុខផ្ទះខ្ញុំនិយាយពីភាពស្ងប់ស្ងាត់ដល់ហើយតែស្អាតខ្លាំងណាស់អ្នកនរគ្នាពេលធ្វើហើយណាអូខេហើយមកមើលក្មួយហើយបងអូនខ្ញុំសិននិយាយពីមួយដល់កញ៉ៃពេញហ្នឹងហើយបើក្មួយខ្ញុំនេះវិញគឺមីមួយទៅពាំងបាយជូរចេះរស់ដែរវ៉ៃញ៉ាំអញ្ចឹងហើយណានិយាយពីក្មួយស្រីខ្ញុំហ្នឹងគឺពីអ្នកបងប្អូនហ្នឹងគឺគេស៊ីគ្នាហ្មងធ្វើដៃជើងគ្នាហ្មងបងអ្នកច្រៀងបងអ្នករាំអូយម្យ៉ាងម្នាក់បើក្មួយខ្ញុំក្មួយប្រុសហ្នឹងគឺស្រឡាញ់ធំបានអ្នកនរគ្នាអូខេឥឡូវយើងចាប់ផ្ដើមរៀបចំបន្លែរៀបចំបាញ់ហុយអញ្ចឹងទៅហើយយើងយកទៅសែនអ្នកនរគ្នាចូលដល់យើងសែនហើយមានអីអ្នកនរគ្នាការរៀបចំស្រស់ស្អាតដែរតាហើយក៏អុជធូបអុជអីចឹងទៅបងប្អូនហើយសែនមិនផ្លែឥឡូវដល់វគ្គយើងសែនរួចបាត់យើងដល់វគ្គយើងញ៉ាំហើយបងប្អូនខ្ញុំនេះសិតតែបងប្អូនខាងកុងអ្នកនរគ្នាកម្រជួបគ្នាមែនតើតោះតែមួយឆ្នាំបានយើងជួបគ្នាម្ដងគឺយូរខ្លាំងហ្មងចឹងហើយចង់ spend ពេលវេលានឹងឲ្យវាមានន័យហើយក៏ថតវីដេអូបានខ្លះនិយាយបានតិចខ្លាំងមែនតើហ្មងអាវីដេអូជុំគ្នាហ្នឹងឆ្នាំហ្នឹងចម្លែកអត់បានថតរូបជុំគ្នាជប់ខ្វៃហ្នឹងឆ្ងាញ់សាហាវណាស់គ្នាមួយហ្នឹងគឺអស់ក្នុងរយៈពេល1ថ្ងៃហ្នឹងតែម្ដងហើយនេះអ្នកគ្នាយើងញ៉ាំជុំគ្នាពេលល្ងាចហ្នឹងគឺបងប្អូនខាងកងខ្ញុំទៅអស់ហើយអញ្ចឹងហើយក្មួយខ្ញុំនេះគឺគាត់ទៀមមកញ៉ាំពងមាន់អាំងអីចឹងទៅកន្លែងហ្នឹងគឺមួយបងប្អូនគ្នាឲ្យតមកលឹកណាក៏ដឹងតែញ៉ាំដែរអ្នកនៅភ័យទៅច្បាស់ជាស្គាល់កន្លែងហ្នឹងហើយខ្ញុំនេះបបរផងពងមាន់អាំងផងសាច់គោអាំងផងដល់កហើយមើលក្មួយខ្ញុំនេះគេចេះញ៉ាំខ្លួនឯងចានិយាយពីខ្ជូតហើយខ្ជូតខ្ញុំស្រឡាញ់ហ្មងណាហើយនេះបងខ្ញុំក៏ទៅផ្ទះមុននៅអ្នកគ្នាគឺគាត់ចេះវិចទៀតឥឡូវចេះបេះស្វាយបេះអីហ្នឹងហើយនេះគេទៅហើយអូខ្ញុំនឹកមែនតើខ្ញុំនៅគេងពីយប់បងខ្ញុំគេងបានតែមួយយប់ទេនេះក្មួយខ្ញុំគេចេះបាយអញ្ចឹងបងប្អូនហើយនេះពេលដែលបងប្អូនទាំងអស់ទៅបងនៅសល់តិចដែរហើយមកខ្ញុំទៅទៀតគឺដឹងថាស្ងាត់ទៀតហើយនេះគឺពេលយប់គឺហត់តែស្ងាត់ហ្មងហើយខ្ញុំពីអ្នកបងខ្ញុំវិញគឺតនេហ្មងឃើញមជូរកដាយប់ហើយដល់ពេលទៅទិញមជូរណែបានរបស់លេងទៀតសាហាវបងប្អូនកន្លែងហ្នឹងគឺលក់ចម្រោះហ្មងហើយនេះខ្ញុំដើរទៅផ្ទះវិញបានរបស់លេងច្រើនដែរហ្នឹងណាបងប្អូនមើលបានសាហាវហ្មងហើយឥឡូវពួកខ្ញុំញ៉ាំមជូរញ៉ាំអីជាមួយគ្នាញ៉ាំហើយក៏ពួកយើងទៅងូតទឹកចូលគេងទៅបងព្រោះដោយសារយប់ខ្លាំងមែនតើបងហើយវីដេអូហ្នឹងក៏មានប៉ុណ្្នឹងទេបងអរគុណសម្រាប់ការមើលណាជួបគ្នាវីដេអូក្រោយបាយ